បាទនៅក្នុងមេរៀនមុនយើងបានសិក្សាហើយថាអ្វីទៅជាឧបករណ៍ digital អ្វីទៅជាបញ្ញាសិប្បនិម្មិតដែលជាគន្លឹះក្នុងការសិក្សានៅក្នុងចំនួនថ្មីឬក៏បរិបទថ្មីហើយយើងក៏បានដឹងដែរថា AI បានកើតឡើងឬក៏ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ1950រហូតមកដល់ពេលបច្ចុប្បន្ននេះអញ្ចឹងនៅក្នុងមេរៀននេះយើងនឹងចូលទៅនិយាយអំពីថាតើប្រសិទ្ធភាពឬក៏ថាតើយើងគួរតែប្រើប្រាស់បញ្ញាសិប្បនិម្មិតបែបណាដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងជីវភាពប្រចាំថ្ងៃអញ្ចឹងនៅក្នុងមេរៀននេះយើងនឹងផ្ដោតលើចំណុចសំខាន់មួយចំនួនដែលចំណុចទី1គឺយើងនឹងផ្ដល់ឲ្យអ្នកសិក្សាគាត់យល់ថាអ្វីទៅជាពាក្យបញ្ជាដែលយើងត្រូវប្រើប្រាស់នៅក្នុងបញ្ញាសិប្បនិម្មិតហើយថាតើយើងគួរតែប្រើប្រាស់ឧបករណ៍អីឬក៏កម្មវិធីណាមួយឬក៏ AI ណាមួយដើម្បីទទួលបានព័ត៌មាននិងចំណុចទី3គឺយើងនឹងបង្កើនឬក៏បង្កើតគំនិតបែបស៊ីជម្រៅទៅឲ្យអ្នកសិក្សាក្នុងការវាយតម្លៃទៅលើលទ្ធផលដែលទទួលបានពីការស្វែងរកឬក៏ពីបញ្ញាសិប្បនិម្មិតចឹងនៅក្នុងមេរៀននេះយើងមានចំណុចធំ7ដែលបែងចែកទៅជា3ក្រុមសំខាន់ទី1យើងនឹងស្វែងយល់ថាតើអ្វីទៅជាម៉ាស៊ីនស្វែងរកហើយតើគួរតែប្រើប្រាស់ពាក្យគន្លឹះបែបណាដើម្បីស្វែងរកឲ្យកាន់តែមានប្រសិទ្ធភាពចំណុចទី2គឺពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ពាក្យបញ្ជានៅក្នុងបញ្ញាសិប្បនិម្មិតថាតើពាក្យបញ្ជាបែបណាដែលមានប្រសិទ្ធភាពហើយនឹងចំណុចទី3ចំណុចចុងក្រោយគឺជាការប្រៀបធៀបគ្នារវាងកម្មវិធីស្វែងរកជាមួយនឹងបញ្ញាសិប្បនិម្មិតអញ្ចឹងយើងត្រូវស្វែងយល់ទាំងអស់គ្នាថាពីមុននៅពេលដែលយើងចង់ទទួលបានព័ត៌មានជាទូទៅគឺមនុស្សតែងតែប្រាប់តគ្នាឬក៏ឆ្លងពីម្នាក់ទៅម្នាក់ដោយការនិយាយប៉ុន្តែសម្រាប់បច្ចុប្បន្ននេះថាតើយើងចង់បានព័ត៌មានឬក៏ទទួលបានព័ត៌មាននៅក្នុងសម័យ digital នេះដោយរបៀបណាចុះប្រសិនបើយើងអត់ស្គាល់ website ឬក៏អត់ស្គាល់ប្រភពនៃឯកសារទេថាតើយើងធ្វើមិនដេចបានអញ្ចឹងយើងស្វែងយល់ទាំងអស់គ្នាថាតើយើងធ្លាប់ស្គាល់ដូចជាកម្មវិធី Google Yahoo ឬក៏Microsoft Bing ដែលជាកម្មវិធីរកដែរទេដែលក្នុងនោះយើងត្រូវស្គាល់ថាតើអ្វីទៅជាម៉ាស៊ីនស្វែងរកអញ្ចឹងម៉ាស៊ីនស្វែងរកគឺជាកម្មវិធីដែលបង្កើតឡើងក្នុងគោលបំណងឲ្យអ្នកប្រើប្រាស់អាចស្វែងរកព័ត៌មាននៅលើបណ្ដាញអ៊ីនធឺណិតខ្ញុំចង់បញ្ជាក់ថាទាល់តែមានអ៊ីនធឺណិតបានអាចប្រើប្រាស់ម៉ាស៊ីនស្វែងរកបានហើយនៅក្នុងនោះដំណើរការនៃម៉ាស៊ីនស្វែងរកគឺចាប់ផ្ដើមពីការទាញយកនៅដំណរភ្ជាប់រាប់លានពីគេហទំព័រនានាជាច្រើនហើយបង្ហាញទៅអ្នកប្រើប្រាស់ទៅតាមតម្រូវការថាតើយើងគួរធ្វើបែបណាដើម្បីអាចប្រើប្រាស់ម៉ាស៊ីនស្វែងរកបានអញ្ចឹងនៅក្នុងនោះដើម្បីអាចប្រើប្រាស់ម៉ាស៊ីនស្វែងរកបានជាទូទៅយើងត្រូវមានឧបករណ៍អេឡិចត្រូនិកដូចជាកុំព្យូទ័រ tablet ឬក៏ទូរស័ព្ទឆ្លាតវៃជាដើមបន្តមកទៀតឧបករណ៍ទាំងនោះត្រូវតែភ្ជាប់ទៅកាន់បណ្ដាញអ៊ីនធឺណិតហើយយើងអាចប្រើប្រាស់កម្មវិធីរុករកមួយចំនួនដូចជា Microsoft Edge របស់ Microsoft Google Chrome Mozilla Firefox Opera ឬក៏ Safari របស់ Apple ជាដើមអញ្ចឹងថាតើយើងធ្វើបែបណាដើម្បីឲ្យការប្រើប្រាស់ការស្វែងរកនេះកាន់តែមានប្រសិទ្ធភាពអញ្ចឹងដើម្បីឲ្យការប្រើប្រាស់កម្មវិធីស្វែងរកឬក៏រុករកកាន់តែមានប្រសិទ្ធភាពគឺយើងអាចប្រើប្រាស់ជាសំណួរឬក៏ជាពាក្យកន្លឹះមួយចំនួនឧទាហរណ៍នៅក្នុងរូបនេះយើងឃើញថានៅពេលដែលយើងសរសេរអត្ថបទមួយរៀងវែងហើយយើងប្រៀបធៀបជាមួយនឹងអត្ថបទមួយទៀតដែលខ្លីប៉ុន្តែបើយើងមើលតាមជញ្ជីងយើងឃើញថាការប្រើប្រាស់តែពាក្យកន្លឹះវាហាក់ដូចជាមានប្រសិទ្ធភាពជាងការប្រើប្រាស់សំណួរវែងគេសួរថាតើហេតុអ្វីបានការប្រើប្រាស់ពាក្យកន្លឹះនេះវាល្អជាងការប្រើប្រាស់សំណួរវែងអញ្ចឹងចម្លើយគឺដោយសារតែ Google ជាទូទៅវានឹងលុបនៅពាក្យកន្លឹះមួយចំនួនសំទោសលុបនៅពាក្យមួយចំនួនដែលមិនចាំបាច់ដោយរក្សាទុកតែពាក្យកន្លឹះនោះទេអញ្ចឹងទោះយើងសរសេរវែងប៉ុណ្ណាក៏ដោយតែបើប្រៀបធៀបជាមួយការសរសេរតែពាក្យកន្លឹះសំខាន់យើងនឹងទទួលបានលទ្ធផលល្អជាងអញ្ចឹងនៅក្នុងការប្រើប្រាស់ Google Search ឬក៏កម្មវិធីរុករកនេះឲ្យកាន់តែមានប្រសិទ្ធភាពខ្ញុំសូមលើកយកឧទាហរណ៍មួយចំនួនពាក់ព័ន្ធនឹងការប្រើប្រាស់ដែលចំណុចទី1គឺការប្រើប្រាស់ទូទៅដែលជាទូទៅយើងអាចប្រើប្រាស់ជាសំណួរឬក៏ប្រើប្រាស់ keyword អញ្ចឹងចង់បញ្ជាក់ថាដើម្បីឲ្យមានប្រសិទ្ធភាពទី1យើងត្រូវប្រើប្រាស់ពាក្យកន្លឹះជាចាំបាច់
អត់ចាំបាច់សរសេរសំណួរវែងពេកទេចំណុចទី2គឺការប្រើប្រាស់ double quote ឬក៏គេហៅថ្មិញកដោសងខាងនេះជាទូទៅបើយើងចង់រកពាក្យណាឲ្យជាក់លាក់តែម្ដងគឺយើងអាចប្រើ double quote នេះខ្ញុំមកទាថានៅក្នុងនេះគឺយើងចង់ search ពាក្យមួយដែលមានន័យថាក្រសួងយុតិធម៌បានអីចឹងទៅអញ្ចឹងយើងអាចមើលលទ្ធផលជាទូទៅវានឹង search ទាំងចំណងជើងនៃអត្ថបទនេះហើយនឹងមាតិកាខាងក្នុងតើតែមានពាក្យដូចនៅក្នុងថ្មិញកដោហ្នឹងឬក៏ double quote ហ្នឹងបានវាបង្ហាញចេញមកអញ្ចឹងធ្វើឲ្យជារួមមកលទ្ធផលនៃការ search គឺជាក់លាក់ហើយច្បាស់លាស់ត្រឹមត្រូវជាជាងដែលយើងអត់ប្រើ double quote ចំណុចទី3នេះគឺការប្រើប្រាស់ជាក់ច្បាស់នៅក្នុង website ឧទាហរណ៍ខ្ញុំចង់ស្វែងរកទិន្នន័យមួយនៅក្នុង website របស់ក្រសួងអប់រំអញ្ចឹងខ្ញុំអត់ចាំបាច់ទៅស្វែងរកទូទៅទេខ្ញុំប្រាប់ Google ឲ្យស្វែងរកតែក្នុង website របស់ក្រសួងអប់រំតែប៉ុណ្ណោះប៉ុន្តែយើងត្រូវស្គាល់នៅ website របស់ក្រសួងអប់រំឧទាហរណ៍ក្នុងនោះយើងឃើញមានmoi.gov.kh អាហ្នឹងគឺជា website របស់ក្រសួងអប់រំអញ្ចឹងយើងអាចប្រើប្រាស់ keyword មួយគឺ site.2 ឈ្មោះ website ទៅហើយយើងដាក់ពាក្យណាមួយដែលយើងចង់ស្វែងរកចំណុចទី4គឺការស្វែងរកដោយប្រើប្រាស់ប្រភេទនៃឯកសារឧទាហរណ៍ថាគោលដៅខ្ញុំចង់បានតែរូបភាពទេជា PDF សំទោរូបភាពជា PNG ជារូបភាពបែបណាមួយឬក៏ខ្ញុំចង់បានតែឯកសារជា PDF ទេអញ្ចឹងខ្ញុំអាចបញ្ជាក់ពីប្រភេទ file ហើយយើងប្រើប្រាស់ពាក្យគន្លឹះតែម្ដងអញ្ចឹងដើម្បី search យើងអាចប្រើ keyword មួយគឺ file type ចុច2ហើយយើងបញ្ជាក់មកថាជាប្រភេទអីគេដូចជា PDF បន្តមកទៀតយើងដាក់ keyword ណាដែលយើងចង់រកអញ្ចឹងយើងនឹងបានលទ្ធផលសុទ្ធតែជា file PDF ទាំងអស់នៅក្នុងនោះមុខងារមួយទៀតដែលយើងឃើញបច្ចុប្បន្ននេះកើតមានឡើងគឺជាទូទៅឧទាហរណ៍ដូចនៅក្នុង Google ឬក៏ក្នុងMicrosoft Bing យើងអាចគ្រាន់តែវាយ keyword search ទៅយើងនឹងមាន AI មួយជួយ generate ព័ត៌មានមកឲ្យយើងអញ្ចឹងជាក់ស្ដែងបច្ចុប្បន្ននេះគឺ AI បាន embed ខ្លួនឬក៏បានភ្ជាប់ខ្លួនទៅកាន់ម៉ាស៊ីនស្វែងរករួចទៅហើយប៉ុន្តែបើយើងក៏លេចមកមើលភាសាខ្មែរយើងវិញយើងឃើញថាការប្រើប្រាស់ពាក្យកលឹះជាភាសាខ្មែរហើយទៅ search នៅក្នុងកម្មវិធី AI ឬក៏បញ្ញាសិប្បនិម្មិតនេះហាក់នៅមានកម្រិតនៅឡើយមានន័យថាជាទៅយើងអត់សូវបានទទួលលទ្ធផលល្អនោះទេអញ្ចឹងសម្រាប់មេរៀននេះគឺយើងបានស្វែងយល់ហើយថាអ្វីទៅជាម៉ាស៊ីនរុករកហើយតើយើងគួរប្រើប្រាស់ពាក្យកលឹះឬក៏វិធីសាស្ត្របែបណាដើម្បីឲ្យការស្វែងរកទិន្នន័យកាន់តែមានប្រសិទ្ធភាពអញ្ចឹងនៅក្នុងមេរៀននេះយើងមាន 2-3 ចំណុចធំៗហ្នឹងហើយចំពោះមេរៀនបន្ទាប់យើងនឹងស្វែងយល់ថាតើអ្វីទៅជាបញ្ញាសិប្បនិម្មិតបង្កើតមាតិកាហើយតើយើងគួរតែប្រើពាក្យកន្លឹះបែបណាដើម្បីទៅ search ឬក៏ស្វែងរកព័ត៌មានពីបញ្ញាសិប្បនិម្មិតឲ្យកាន់តែមានប្រសិទ្ធភាព